ជំរាបសួរបងប្អូនឃើញខ្ញុំដាំទឹកពុះឲ្យបងប្អូនដាំទឹកយកទៅច្រោះបន្លែរបស់យើងគួរខ្លាចបងប្អូនអើយខ្ញុំចេះច្រោះចេះសម្អាតទៅច្រោះហើយអីហើយយកលាង4 10 20ទឹកទៀតដាក់ថាអំបិលទៀតបងប្អូនបានជាតិថ្នាំឲ្យបងប្អូនដឹងមកចេះគ្រាន់តែខ្ញុំចាក់ទឹកក្តៅទៅក្លិនថ្នាំចេញពីបន្លែក្នុងមកឈួលឡើងពេញច្រមុះខ្ញុំបងប្អូនខ្ញុំនិយាយការពិតណាមិនមែនកុហកឯណាហើយយើងសម្អាតអញ្ចឹងទៅហូបទៅវាមានទំនុកចិត្តអញ្ចឹងណាហើយបងប្អូនអើយអាសាច់ជ្រូកហ្នឹងខ្ញុំក៏ច្រាមពូតហើយយកដាក់ក្នុងទូរួចទៅវាកកឡើងទៅជាកកអស់លេងទៅតែជាតិវានៅតែមានទេបងប្អូនយើងក៏មានលួចបកាយហឺអីដែរហ្នឹងណាហើយឆ្ងោរបស់យើងបន្លែច្រើនមុខដែរបងប្អូនតែខ្ញុំច្រោះវៃអ៊ូទាំងអស់ហ្នឹងហើយថ្ងៃនេះឆ្ងោរបស់យើងសុំបែបដាំទឹកឯងអត់បានឆាបន្លែអំបងសាច់ទេបងប្អូនអើយយកដាំទឹកម្ដងព្រោះថ្ងៃមុននោះបំពងខ្ទឹមហើយបងប្អូនដល់ម៉ោងយើងផ្សំដាក់គ្រឿងដាក់សាច់ជ្រូកចូលដាក់បកាយហឺចូលហើយយើងក៏ដាក់ប៊ីចេងស្ករម្រេចខ្ទឹមតាមហ្នឹងទៅបងប្អូនណាវាគ្មានអីខុសគ្នាទេរឿងឆ្ងោនោះវាដូចតែគ្នាហ្នឹងហើយឆ្ងោសាច់ជ្រូក3ជាន់ក៏ច្រាមពូតវាអញ្ចឹងចង្អាញ់ជាងឆ្អឹងទៀតបងប្អូនឆ្អឹងហូបទៅនៅមានទៅឆ្អឹងអីបើនេះដាក់មួយម៉ាត់ទៅគឺសាច់សុទ្ធទៅពេលខ្ញូកហើយសម្រាប់ខ្ញោខ្ញុំមកបងប្អូនប៊ីចេងស្ករទឹកត្រីចឹងហើយខ្ញុំនៅមានលួចរត់ឌីហើយនឹងអំបិលគ្រូយើងដាក់ទៅបងប្អូនអើយរត់តែឆ្ងាញ់អំបិលគ្រូចាប់ជាតិខ្លាំងបើយើងដាក់តែទឹកត្រីតតែរត់ឌីអត់វាដូចរបៀបវារៀងស្ទើអីមួយចឹងណាតែបើយើងដាក់អំបិលគ្រូហ្នឹងទៅឆ្ងោមួយឆ្នាំងហ្នឹងបងប្អូនណានិយាយពីអេមហើយអារឿងបន្លែអស់ហ្នឹងសម្អាតអញ្ចឹងទៅបងប្អូនអើយព្រោះអីជាតិថ្នាំវាច្រើនណាអញ្ចឹងហើយយើងច្រោះវាសម្បាច់អំបិលលាង4 10 20ទឹកទៅសម្អាតវាឲ្យស្អាតអញ្ចឹងទៅហូបទៅបែបមានទំនុកចិត្តអញ្ចឹងណាឲ្យពេញចព្រាអញ្ចឹងទៅរីឯស្ងោររបស់ខ្ញុំនេះក៏ទឹកត្រីម្ទេសនេះអត់ចោលដាច់ខាតហើយថ្ងៃនេះក៏មានអេតឆាម្ស៊ូខាងអែបគេនឹងដែរបងប្អូនអើយហើយថ្ងៃនេះបងប្អូនអើយនិយាយពីមេឃចតុំរហូត 4-5 ថ្ងៃហើយឥឡូវថ្ងៃនេះទី16ហើយនៅតែលលឹមនៅតែចតុំនិយាយពីថាអត់មានថ្ងៃហាលខោអាវហាលអីទេនិយាយពីថាដឹងព្យុះនៅស្រុកណាឯងបងប្អូនអើយបែរមេឃនៅខេត្តយើងនេះរលឹមឲ្យប្រាច់រហូតហ្មងហ្នឹង 4-5 ថ្ងៃនេះហើយដល់ពេលត្រូវអាឆ្ងោរបស់យើងក្តៅបងប្អូនអើយបន្លែយើងមានគ្រប់សពអញ្ចឹងហូបឲ្យឆ្ងាញ់ណាមេឃតិចអញ្ចឹងណាហើយជាមួយបាយយើងក្តៅធ្វើការងារអីហត់បងប្អូនអើយនិយាយពីឆ្ងាញ់ថ្ងៃនេះឆ្ងោបែបធម្មតាទេបងប្អូនណាអត់មានដូចបន្លែខៀវដូចឯមុនទេឆ្ងោនេះបន្លែបែបពណ៌រាងសទាំងអស់រាងក្រហមតែការ៉ុតមួយគាត់ហើយបងប្អូនអើយបើខ្ញុំនិយាយខុសនិយាយត្រូវអីបងប្អូនទស្សនាវីដេអូខ្ញុំឲ្យកុំប្រកាន់អីពេលខ្លះយើងនិយាយខុសនិយាយត្រូវអីចឹងណាបងប្អូនហើយវីដេអូយើងក៏ដល់ទីបញ្ចប់ដែរបងប្អូនអើយហូបប៉ុណ្ណឹងបានទេបងប្អូនចាជម្រាបលាបាយ